Là na đâu mong mà mấy ông mà thèm đậm ti ok tới rồi bắt chuyển số phục mai pre mật bong ôn chỉ tin lực sờ lạnh rộp an ní chỉ cả chạy lạiពីដំណើរកំសាន្តរយៈពេល2យប់3ថ្ងៃរបស់គ្រួសារខ្ញុំទៅខេត្តបាត់ដំបងឃើញតែកូនគេងអស់ហើយងើបទាំងម៉ោង5ទៀបភ្លឺហើយគ្រាន់តែមកដល់ខេត្តបាត់ដំបងភ្លាមក៏នាំកូនទៅថ្វាយគុំលោកតាដំបងត្រញូងហើយនឹងចូលវត្តដំរីសតើអូឆ្ងាញ់ហ៎ឆ្ងាញ់ហ៎កូនហាមកផងនេះឆ្ងាញ់ហ៎អូយស៊ីដេស្កាអូយស៊ីមេកាយ៉ាំទេរួចយើងក៏ធ្វើដំណើរមកកាន់ទឹកដីសំឡូតអូយមកដល់ទទួលគេតកែតរៀនសំឡូតមកដល់ញ៉ាំដល់ចកាមកណានាំពេញជប៉ុនមកទៀតស្អាតតែតិចទៀតដើរមើលទឹកដីសំឡូតអស្ចារ្យមកតិចមើលស្នេហាមកដល់សំឡូតទេសភាពស្អាតហើយសម្បូរទៅដោយផ្លែឈើចម្រុះចំការតាចំណាប់បងប្អូនបានទៅលេងសំឡូតអីកុំភ្លេចចូលលេងតមកទៀតយើងក៏បានត្រឡប់បកមកក្រុងតែយើងជិះកាត់ភ្នំសំពៅអញ្ចឹងយើងក៏ចូលមើលសត្វប្រជិវហោះហើយនឹងថ្ងៃរៀបលិចតើណាគីអើយយីអើយឆែកអ៊ីនឡើងម៉ោង8កន្លះបាទថ្ងៃទី1បានចប់ទៅយ៉ាងយប់ជ្រៅបានចូលស្ថាគារឥឡូវយើងចូលដល់ថ្ងៃទី2ពេលព្រឹកគឺល្បីនៅកាហ្វេកត្រិកកត្រកហើយបន្ទាប់មកទៀតក៏យើងឆ្លៀតទិញណែមហើយផ្ញើក្រុមគ្រួសារឆ្ងាញ់ណែមនៅផ្សារណាត់ហើយយើងថតលេងនៅជិតផ្សារហ្នឹងអូយអាគារស្អាតហើយមានស្អីស្អាតទៀតអ្នកសាច់ទីក្តីច្រើនក្តីឆ្លៀតនាំកូនចូលសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងព្រោះចង់ឲ្យកូនយល់ដឹងពីប្រវត្តិសាស្ត្រខ្លះហើយបាយថ្ងៃត្រង់យើងក៏ជ្រើសរើសយកទីតាំង Arivana Farm Cafe ដែលសារនៅទីនោះមានសត្វមាន់ចិញ្ចឹមដូចជាផ្សារភ្ជាប់កូនទៅនឹងធម្មជាតិហើយក្រោយមកទៀតរសៀលយើងក៏សម្រេចទៅបុកល្ហុង7ខ្ចីត្រីឆ្អើរដែលគេល្បីនៅវត្តកណ្ដឹងថាយើងគម្រោងជិះណូរីតែដោយសារភ្លៀងយើងក៏អត់បានជិះអាហារយប់ថ្ងៃទី2គេល្បីបបរផេះហើយនឹងដូងខ្ទិះបាត់ដំបងសមមែនសមនឹងភាពល្បីគេឆ្ងាញ់កូនឲ្យ10លើ10ហើយក្រៅពីនោះយប់ឡើងយើងហូបអីឆ្លៀតនាំកូនជិះកវ៉ែដងស្ទឹងសង្កែមើលទេសភាពអីជាដើមស្អាតបាទចូលថ្ងៃទី3ជាថ្ងៃបង្ហើយឆ្លៀតនាំក្រុមគ្រួសារមកលេងកុមារកំព្រានៅ HOC ដែលសារខ្ញុំស្គាល់មិត្តជនជាតិជប៉ុនម្នាក់គាត់ជួយកុមារកំព្រានៅនឹងប្រហែលជាខ្ទង់25នាក់ចូលលេងមានអំណោយតិចតួចចូលលេងមួយក្មេងសប្បាយរួចរាល់ហើយក៏ទៅជីណូរីនៅអូដំបងព្រោះយើងជិះថ្ងៃទី2ជិះអត់បានណាហ្នឹងគឺកន្លែងចាស់ដើមកំណើតដំបងណូរីនឹងហើយឃើញតែសវាយណាបងប្អូនហើយខ្ញុំនិងក្រុមគ្រួសារពេញចិត្តជាងគេគឺជីណូរីហ្នឹងហើយមកខេត្តបាត់ដំបងល្មមចប់ជីណូរីភ្លាមម៉ោង8ខ្ទង់40នាទីយើងបន្តដំណើរមកទឹកធ្លាក់ច្រកលៀងញ៉ែតាំងពីបាត់ដំបងមកតែមកដល់ទឹកធ្លាក់ច្រកលៀងណាទៀតតែអូយដល់ពោធិ៍សាត់ទៀតយាយយកទៅភ្នំពេញដែរយកមកជីវិតហ៎ទៅជា